បងប្អូនទាំងអស់គ្នានេះគឺជាសម្បត្តិដែលប៉ុស្តិ៍ប៉ូលីសផ្ញើមកឲ្យខ្ញុំបាទតាក់ទងជាមួយនឹងការបដិសេធពាក្យបណ្ដឹងរបស់ខ្ញុំដែលខ្ញុំបានបណ្ដឹងកាលពីឆ្នាំ2026ខែ4ថ្ងៃទី21ហើយនៅក្នុងបណ្ដឹងនឹងមានអីខ្លះខ្ញុំនឹងជម្រាបលម្អិតបន្តិចទៀតហើយចំណុចទី2តាក់ទងជាមួយនឹងរាជអាជ្ញាផ្ញើមីសេចតាមកកៅថតមកឲ្យខ្ញុំហើយវាពិតជាសំខាន់មែនទែនសម្រាប់បងប្អូនដែលរស់នៅប្រទេសកូរ៉េទាំងអស់គ្នាដើម្បីការពារខ្លួនកុំឲ្យពាក់ព័ន្ធជាមួយនឹងពាក្យបណ្ដឹងជាពិសេសគឺការប្រើហិង្សាតែម្ដងបាទបងប្អូនទាំងអស់គ្នាតាក់ទងនឹងចំណុចទី1គឺគាត់ផ្ញើមកជា7សន្លឹកបងប្អូនហើយនិយាយពីការបដិសេធបណ្ដឹងទី1របស់ខ្ញុំដោយដែលខ្ញុំបានធ្វើវីដេអូកាលពីភាគ1និងភាគ2ហើយគឺភាគ2គឺខ្ញុំបានទៅបណ្ដឹងហើយអ្នកដែលប្រឹក្សាគឺគាត់ឲ្យខ្ញុំបណ្ដឹង2ករណីគឺបទហិង្សានិងបទបំផ្លាញទ្រព្យសម្បត្តិប៉ុន្តែប៉ូលីសនិងរាជអាជ្ញាគាត់បានបដិសេធបណ្ដឹងទី1គឺការបំផ្លាញទ្រព្យសម្បត្តិហើយគាត់បញ្យល់នៅក្នុងនេះហេតុផលគឺគាត់សរសេរថាខ្ញុំបាន play ឡើងដាក់គេហើយបានគេខឹងអញ្ចឹងហើយបងប្អូនដឹងស្រាប់ហើយយើងមានពេលណាទៅ play ដាក់គេអញ្ចឹងគឺបញ្ជាក់ថាអ្នកដែលប្រព្រឹត្តបទល្មើសនេះគឺគាត់ពិតជាឆ្លាតមែនទែនគឺគាត់រកចំណុចណាដែលកិច្ចអត់ឲ្យត្រូវរងបណ្ដឹងបានច្រើនណាអញ្ចឹងនៅក្នុងនោះក៏គេបដិសេធថាអាកញ្ចក់ឡានស្រាំតិចដែលខ្ញុំផ្ញើទៅឲ្យហ្នឹងគឺមិនមែនតកតទៅនឹងគាត់វាយនឹងទេគឺប្រហែលជាជីកក្នុងផ្លូវលឿនហើយវាធ្វើឲ្យបែកកញ្ចក់អីចឹងទៅអូខេបងប្អូននេះគឺជាបទពិសោធន៍មួយដែរបានបញ្ជាក់ថាជនដែលបង្កហេតុគឺគាត់ពិតជាឆ្លាតហើយខ្ញុំគិតថាគាត់មិនមែនជាមនុស្សរោគចិត្តទេព្រោះគាត់អាចរកចន្លោះប្រហោងណាដើម្បីការពារក្តីវិញហើយបងប្អូនដឹងស្រាប់ហើយការបដិងផ្ដាល់បើសិនជាមានមេធាវីឬក៏មានក្រុមការងាររបស់គេគឺគេប្រកែរកចំណុចដែលយើងចាប់អត់បានហើយទោសធ្ងន់ទៅជាស្រាលអាចទៅជារួចខ្លួនដោយក្នុងករណីបងប្អូនមើលវីដេអូភាគ1ភាគ2អញ្ចឹងគឺបុគ្គលហ្នឹងគឺគាត់បត់បែនលឿនហើយដល់ពេលយើងប្តឹងទៅអ្នកដែលជួយដោះស្រាយក្តីឬក៏ជួយបលិចទោសឲ្យស្រាលហ្នឹងគឺពិតជាប្រកែមែនព្រោះយើងនឹកអត់ដល់ទេថាយើងថតគ្រប់មុំគ្រប់ជ្រុងហើយគេនៅរនឹកចោតយើងបានទៀតចោតលើគោកហើយស្រស់តែម្ដងបាទហ្នឹងគឺករណីដែលគេផ្ញើមកឲ្យយើងហើយអ្វីដែលខ្ញុំពេញចិត្តត្រង់ការធ្វើការរបស់ប៉ូលីសកូរ៉េបងប្អូនគឺមានន័យថាគេបញ្យល់ហេតុផលឲ្យយើងចង់តវ៉ាអីថែមបានហើយមួយទៀតគេមានលិខិតមួយទៀតគឺលិខិតនៅពីក្រោយមួយទៀតគឺតាក់ទងជាមួយនឹងថាគេឲ្យលិខិតមួយសន្លឹកពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សអញ្ចឹងបើសិនជាខាងប៉ូលីសនៅស៊ូវ៉ាន់នេះគាត់កាត់ក្តីឬក៏កាត់វិនិច្ឆ័យមកអត់ពេញចិត្តឬក៏អយុត្តិធម៌សម្រាប់យើងខ្លាំងយើងអាចមានកដាស់មួយសន្លឹកទៀតដើម្បីទៅសាររើទៅប្រឹក្សាជាមួយនឹងអ្នកសិទ្ធិមនុស្សមួយទៀតអញ្ចឹងមានន័យថាអ្វីដែលស្ថាប័នគេធ្វើគឺធ្វើឲ្យយើងទុកចិត្តហើយគេឯករាជ្យមួយអត់មានភ័យថាអូអ្នកនេះមានខ្នងធំខ្នងតូចអីទេបាទអូខេបងប្អូនឥឡូវនេះចប់មួយរឿងហើយតាក់ទងជាមួយនឹងការបដិសេធគឺគេមិនបដិសេធទាំងអស់ទេមានន័យថាយើងអាចប្តឹង3 4 5ករណីប៉ុន្តែករណីណាដែលអត់សមហេតុផលក៏គេប្រកែកដែរអញ្ចឹងចូលដល់បណ្ដឹងទី2បាទបងប្អូនចូលដល់ចំណុចទី2គឺបរិយាអាជ្ញានៅស៊ូវ៉ាន់គាត់ផ្ញើកកៅថតមកឲ្យខ្ញុំតាក់ទងជាមួយនឹងព័ត៌មានសម្របសម្រួលគឺប្រព័ន្ធសម្របសម្រួលព្រមត្តនមានន័យថាជនរងគ្រោះអាចទៅប្រព័ន្ធសម្របសម្រួលហ្នឹងដែលមានលេខទូរស័ព្ទហ្នឹងគឺគេមានអ្នកស្ម័គ្រចិត្តសម្របសម្រួលឲ្យខ្ញុំហើយនឹងជនដៃដល់សម្របសម្រួលគ្នាថាគេហ៊ានសំណងយើងឬអត់គឺគេបងឬយើងទទួលបានសំណងអីផ្សេងបើយើងព្រមគឺគេបិទក្តីនឹងតែម្ដងគេអត់រុញទៅតុលាការទេកន្លែងនេះហើយដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនថាបងប្អូនជារឿយឃើញខ្មែរយើងឆ្លោះគ្នាឬក៏មានកូរ៉េប្តឹងខ្មែរគឺភាគច្រើនជនដៃដល់ដែលគាត់ធ្វើការមានញឹករវល់អីហ្នឹងឬក៏គាត់អ្នកបកកហេតុហ្នឹងគឺគាត់ផ្លិចកន្លែងនេះគឺគេទុកពេលឲ្យ2ថ្ងៃទេបងប្អូនមានន័យថាកៅថតផ្ញើហ្នឹងគឺធ្វើម៉េចឲ្យខ្ញុំតាក់ទងទៅគេមុនថ្ងៃទី27បើខ្ញុំអត់ទៅតាក់ទងទេមានន័យថាគេសន្មត់ថាខ្ញុំអត់ព្រមចរចាទេអញ្ចឹងគេរុញរឿងហ្នឹងទៅតុលាការហើយកាត់ទោសជនដៃដល់តែម្ដងដូច្នេះវាពិតជាសំខាន់មែនទែនបងប្អូនដែលបងប្អូនធ្លាប់មានរឿងជាមួយខ្មែរគ្នាឯងឬក៏កូរ៉េប្តឹងផ្ដាល់ហ្នឹងបើយើងជាជនបង្កហេតុមានទោសគេប្តឹងហើយធ្វើម៉េចកុំឲ្យឆ្លងផុតដំណាក់កាលចរចាហ្នឹងវាសំខាន់មែនទែនគឺគេទុកពេលឲ្យខ្លីហើយបើសិនជាអត់ចរចាបើសិនជាអ្នកប្តឹងនឹងអត់ព្រមទៀតគឺគេរុញយើងទៅតុលាការយើងទទួលទោសតែម្ដងអញ្ចឹងខ្ញុំបានឆ្ងល់ថាខ្មែរយើងខ្លះគាត់ជ
ជាប់ទោសធ្ងន់គឺដោយសារគាត់ភ្លេចដំណាក់កាលចរចាហ្នឹងអញ្ចឹងរឿងដែលខ្ញុំចង់ចែករំលែកគឺប៉ុណ្ណឹងបងប្អូនតាក់ទងជាមួយនឹងការប្តឹងផ្ដាល់ហើយការប្រើហិង្សានៅកូរ៉េគឺប្រព័ន្ធច្បាប់របស់គេគឺពិតជាច្បាស់ហើយយុត្តិធម៌មែនគឺបងប្អូនដែលនៅកូរ៉េយូរឬក៏ទើបមកក៏ដោយគឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសពាក់ព័ន្ធនឹងការប្រើហិង្សាកុំថាឡើយវាយតប់ធ្ងន់ដល់របួសបែកក្បាលឈាមហូរបងប្អូនគ្រាន់តែរុញឬក៏ច្រើនតិចតួចក៏គេប្តឹងហើយយើងអាចជាប់ទោសបានដែរអញ្ចឹងបងប្អូនដែលនៅកូរ៉េគឺប្រយ័ត្នទាំងអស់គ្នាហើយជៀសវាងកុំឲ្យជាប់បណ្ដឹងអរគុណច្រើនសូមជម្រាបលាបងប្អូន